ទីក្រុងកំពតគឺជាទីក្រុងដ៏ស្រស់ឆើតឆាយមួយនៅភាគអាគ្នេយ៍នៃប្រជាជាតិណាចក្រកម្ពុជាហើយទីក្រុងនេះមានការរីកចម្រើនស្ទើរគ្រប់វិស័យក្នុងនោះវិស័យអប់រំក៏មានសន្ទុះគួរឲ្យកត់សម្គាល់ដោយគេសង្កេតឃើញមានអង្គការនិងអង្គភាពជាច្រើនបានមកបើកសិក្ខាសាលានិងវគ្គអប់រំផ្សេងៗដូចជា Barcamp Cambodia ដែលបានបើកវគ្គសិក្សាស្វែងយល់លើបច្ចេកវិទ្យាបណ្ដាញទំនាក់ទំនងនិងព័ត៌មានវិទ្យាដល់សិស្សានុសិស្សថ្នាក់មធ្យមសិក្សាថ្នាក់ឧត្តមសិក្សានិងប្រជាជនគ្រប់ស្រទាប់វណ្ណៈចៅសម្រាប់ញ៉ាំទៅម្នាក់មកចៅពីរនាក់មកចៅវាកើតជាគំនើសម្រាប់ធំមួយអញ្ចឹងចានេះវាជាប្រភេទគំនូរជីវចៅវាមានជាវីដេអូហ្វាល់សម្លេងដូចជាហ្វាល់ជីរ៉ែខ្ញុំបានបង្ហាញវិទ្យាសាកលវិទ្យាល័យ CUS នៅកំពតហើយនៅកាយនេះកំពុងរៀបចំកម្មវិធី Barcamp Cambodia ជាកម្មវិធីសម្រាប់ជួយអភិវឌ្ឍអ៊ីនធឺណិតនិងកុំព្យូទ័រនៅប្រទេសកម្ពុជាហើយនៅកម្មវិធីដូចជា Khmer Unicode Open Source ដែលជួយជនជាតិខ្មែរបានតាក់ទងជាមួយអ៊ីនធឺណិតតាក់ទងជាមួយកុំព្យូទ័រហើយនឹងជួយច្រើននៅប្រទេសកម្ពុជាយើងថាអត់ទាន់មានកុំព្យូទ័រច្រើនអត់ទាន់មានអ៊ីនធឺណិតច្រើនចេះមានមនុស្សច្រើនដែលស្គាល់នោះអញ្ចឹងកម្មវិធីដល់ Open Institute ហើយនៅអង្គការទីនៅក្នុងទៀតជុំគ្នាសម្រាប់ធ្វើកម្មវិធីដូចនេះដែលជួយសង្ស័យអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជាអញ្ចឹងយើងនៅសម្រាប់គ្រូខ្លះដែលមកពីក្រុមហ៊ុនខ្លះហើយនៅយុវជនយុវនារីច្រើនដែលនិយាយអញ្ចឹងសូមអរគុណតាមក្នុងនោះលោកទួនសមនដែលជាគ្រូបង្គោលលើកម្មវិធី Spritz បានធ្វើការបង្ហាញពីប្រធានបទនិងបន្ទប់សិក្សាមួយចំនួននៅទីនេះគឺយើងរៀបចំប្រធានបទមួយៗទៅតាមបន្ទប់បើដូចជាបន្ទប់នេះគឺយើងពីម៉ោង3ដល់ម៉ោង4គឺវាគួរមកយើងនឹងបកស្រាយអំពីអត្ថន័យនៃការអប់រំបាទយើងអប់រំអាចចូលការប្រកួតប្រជែងទេហើយបន្ទប់នេះដែរគឺវាបង្កើតនិងរៀបចំប្លុកដោយប្រើប្លុកស្ពតចំណែកបន្ទប់ខាងនេះវិញគឺយើងមានជាបទមួយបានអាឡ័យជា digital សម្រាប់វិស័យអប់រំហើយគាត់មកពីអាស៊ូលបាទអនសម្រាប់សិស្សទៅវិញទៅស្វែងយល់ហើយត្រឹមវិញយើងមានប្រធានបទច្រើនគឺពេញបន្ទប់ទាំងអស់ទាំងលើក្រោយលោកយូលីជាដែលជាអ្នកគ្រប់គ្រងបណ្ដាញនិងប្រតិបត្តិការក៏បានបង្ហាញពីគោលបំណងដែលគាត់ចូលរួមក្នុងកម្មវិធី Barcamp Cambodia នេះផងដែរថាធ្វើបទបង្ហាញដើម្បី share ទៅដល់បងប្អូនរៀននៅវិទ្យាមហាវិទ្យាល័យទាំងអស់គ្នាដើម្បីឲ្យដឹងពីបទពិសោធន៍និងការប្រើប្រាស់កុំព្យូទ័ររបស់ខ្ញុំនៅកម្មវិធីនេះខ្ញុំបានមកជាមួយនឹងមិត្តភ័ក្តិជាច្រើនប៉ុន្តែខ្ញុំគឺជាអ្នកធ្វើការនៅក្រុមហ៊ុនឯកជនដូច្នេះខ្ញុំមកតាមម្នាក់ឯងទេពីខាងក្រុមហ៊ុនរបស់ខ្ញុំគឺក្រុមហ៊ុន Barcamp Internet Service Provider ក្នុងនោះកញ្ញាខេរចនាក៏បានបង្ហាញពីឆន្ទៈនិងគោលបំណងដែលគាត់ចង់អភិវឌ្ឍ Open Source នៅប្រទេសកម្ពុជាចាសប្តាហ៍នេះនៅតាមបណ្ដាក្រុមហ៊ុនភាគច្រើនគឺគេចាប់ផ្ដើមប្រើជាលក្ខណៈ Open Source ដើម្បីធ្វើការតាក់ទងទៅនឹងដូចជាខាង develop software ឬក៏ develop application គឺគេប្រើ Open Source ដូចជា Linux ប្រព័ន្ធ Linux នោះដូចជា Ubuntu Debian ឬក៏ OS ផ្សេងទៀតដែលជា Open Source ក្រៅពីគ្រូបង្គោលក្នុងកម្មវិធី Spritz លោកទួនសមនក៏ជាវាគ្មិនមួយរូបផងដែរក្នុង Barcamp event នេះខ្ញុំមានប្រធានបទ3យកមកចែករំលែកដល់សិស្សានុសិស្សនៅទីនេះទីមួយនេះគឺរបៀបប្រើប្រាស់ Unicode នៅលើកុំព្យូទ័រនិង smartphone ឲ្យបានត្រឹមត្រូវ
ហើយឃើញថាពួកគេមានការចូលរួមច្រើនមែនទែនសឹងតែពេញបន្ទប់ផឹកមិញអានេះមានមនុស្សច្រើនមកពីណាមកពីកន្លែងណាពីច្រើននិស្សិតនៅទីនេះនិងសិស្សានុសិស្សផ្សេងទៀតដែលមកពីសាកលវិទ្យាល័យផ្សេងទៀតដែលមកពីខេត្តកែបនិងខេត្តកំពតនេះបាទហើយប្រហែលជាអាចមានមកពីសាលាលោកគ្រូដែររបស់ស្ដាយបាទហើយនឹងប្រធានបទមួយទៀតនេះគឺយើងដោតទៅលើសម្រាប់អង្គការសង្គមស៊ីវិលគឺរបៀបបង្កើតប្រព័ន្ធឆ្លើយតបជាសម្លេងបាទគឺកម្មវិធីនេះល្អដែរដោយសារថាយើងនៅតែមានរបាំងឧបសគ្គរវាងអ៊ីនធឺណិតដែលយើងអាចប្រើប្រាស់ទូលំទូលាយជាពេញផ្ទៃប្រទេសទេអញ្ចឹងបើសិនជាយើងមានប្រព័ន្ធឆ្លើយតបជាសម្លេងយើងអាចឲ្យប្រជាពលរដ្ឋគាត់គ្រាន់តែប្រើទូរស័ព្ទដៃសាមញ្ញរបស់គាត់ខលចូលទៅស្ដាប់ប្រព័ន្ធហ្នឹងដែលយើងចង់ផ្សព្វផ្សាយពីអីដូចជាការថែទាំសុខភាពការធ្វើចំណាក់ស្រុកដោយសុខភាពឬក៏បញ្ហាផ្សេងៗប្រឈមនឹងទុកចំនួនអីហ្នឹងគឺយើងអាចជួយដោះស្រាយគាត់បានគាត់អាចទៅលេងទូរស័ព្ទធម្មតារបស់គាត់ទេព្រោះអង្គការទាំងហ្នឹងវាច្រើនគាត់អត់គិតលុយអញ្ចឹងគាត់អាចខលចូលបានបាទហើយនឹងបាញ់មិញនេះគឺខ្ញុំមានប្រធានបទមួយទៀតនេះគឺការប្រើប្រាស់Gmail របៀបបង្កើតនិងរបៀបប្រើប្រាស់ហើយនឹងរបៀបប្រើប្រាស់ Google Drive Cloud Storage បាទហើយនឹងណែនាំខ្លះៗអំពីផលិតផលរបស់ Google ក្នុងគោលបំណងជាវាគ្មិនទាំងអស់គឺចង់ចែករំលែកចំណេះដឹងដល់សិក្ខាកាមក្នុងនោះលោកត្រួយលីម៉េងដែលជាវាគ្មិនមួយរូបក៏បានបង្ហាញពីគោលបំណងដែលគាត់ចង់អភិវឌ្ឍជំនាញក្នុងការនិយាយដល់សិក្ខាកាមទាំងអស់ផងដែរដោយសារតែគឺទើបតែចប់ថ្នាក់ទី12ចូលក្នុងសាកលឆ្នាំទី1គឺឃើញនិស្សិតដែលមកពីតាមខេត្តគឺពួកគេតាក់ទងនឹងជំនាញនិយាយរបស់គេនិងការតាក់ទងប្រស័យជាមួយអ្នកដទៃគឺពួកគាត់នៅមានភាពទន់ខ្សោយនៅឡើយដូច្នេះគោលបំណងរបស់ខ្ញុំថ្ងៃនេះគឺចង់មកដើម្បីបង្រៀនឲ្យពួកគាត់មានភាពក្លាហានក្នុងការនិយាយនិង presentation ទៅដល់អ្នកដទៃពួកអីមើលទៅអ្នកដែលមកពីខេត្តគឺមានភាពទន់ខ្សោយខ្លាំងបំផុតអញ្ចឹងក្នុងនាមខ្ញុំជាកូនខ្មែរហើយជានិស្សិតដែលមានទឹកចិត្តគឺខ្ញុំចង់មកដើម្បីបង្ហាញពួកគាត់ឲ្យមានភាពក្លាហានក្នុងការនិយាយនិងតាក់ទងអាស្រ័យដល់អ្នកដទៃមិនថានៅទីណាក៏ដោយហើយជំនាញនេះគឺមានផលប្រយោជន៍ដល់ពួកគាត់ចាំពីថ្ងៃរៀនរហូតដល់ថ្ងៃធ្វើការស្ថិតក្នុងកម្មវិធី Barcamp Cambodia ខេត្តកំពតនេះប្អូនប្រុសនងតុលាដែលជាសិក្ខាកាមមួយរូបក៏បានបង្ហាញពីការចូលរួមក្នុងការសិក្សារបស់ប្អូនក្នុងថ្ងៃនេះបាទថ្ងៃនេះខ្ញុំមកចូលរួមក្នុងកម្មវិធី Barcamp ហើយខ្ញុំបានរៀនពីការទំនាក់ទំនងនៅព្រឹកមិញហើយនឹងឥឡូវនេះខ្ញុំកំពុងតែរៀនពី photography តែរៀនក្នុងបន្ទប់នេះ photography ហើយនៅពេលរៀននេះខ្ញុំនឹងចូលរៀនបន្តហើយ10ពេលចូលហើយបច្ចុប្បន្ន Open Source មានការរីកចម្រើនជាខ្លាំងស្ទើរគ្រប់ក្រុមហ៊ុននានាហើយវាក៏ជាប្រធានបទសំខាន់ក្នុងកម្មវិធី Barcamp Cambodia នេះផងដែរដើម្បី present អំពី Linux Cambodia គឺខ្ញុំចង់ណែនាំអំពី Open Source ឲ្យបានទូលំទូលាយនៅក្នុងស្រុកខ្មែរហើយខ្ញុំក៏ដឹងថានៅតាមខេត្តអញ្ចឹងប្រហែលជាយុវវ័យយើងមិនទាន់បានយល់ច្បាស់អំពីថាអ្វីទៅជា Linux ហើយតាមវាមានសារៈប្រយោជន៍ខ្លាំងអញ្ចឹងខ្ញុំមកនេះគឺដើម្បីធ្វើការពង្រីកឲ្យបានច្បាស់និងឲ្យយុវជនយើងដើម្បីដឹងពីទូលំទូលាយនិងឲ្យរៀនរបៀបយល់ក្នុងការប្រើប្រាស់ពី Open Source ដើម្បីសម្រួលដល់ការប្រើប្រាស់ក្នុងវិស័យបច្ចេកវិទ្យារបស់យើងដូចយើងដឹងស្រាប់ហើយឥឡូវ Open Source វាកំពុងតែល្បីល្បាញនៅតាមបណ្ដាប្រទេសផ្សេងៗទៀតអញ្ចឹងខ្ញុំត្រូវការផ្ដល់ information ឲ្យបានជា detail ដល់យុវវ័យជំនាន់ក្រោយឲ្យគេចាប់ផ្ដើមរៀនយល់ពីអាហ្នឹងលើបណ្ដាញសង្គមដូចជា Facebook ដូចជា G+, Twitter ហ្នឹងគឺអាចថាតួលេខនឹងច្រើនយ៉ាងណាទៀតទៅតាមដែលខ្ញុំដឹងព្រោះតែយើងមើលសកម្មភាពរងហើយគឺសិស្សនិស្សិតឬក៏ជាពិសេសបងប្អូនជាពលរដ្ឋនៅទីក្រុងភ្នំពេញគាត់ប្រើប្រាស់តែប្រព័ន្ធអ៊ីនធឺណិតហ្នឹងហើយទូរស័ព្ទដៃរបស់គាត់គឺស្រាប់ជាប់អ៊ីនធឺណិតទាំងអស់អញ្ចឹងឃើញថាការឡើងមែនទែននៅការប្រើប្រាស់អរគុណលោកគ្រូច្រើន